mau chi ta mà này ai bảo vô cái nhà rụp xóa chát tung tất cả sai cho tụi mình trong nhà tha thì bài bị gặp lại về lên ấy nó chua cái tha thưa sai ở mưa mang chục đã cồn chào mưa róc sai chân bảo tinh tu được sắp ở mưa mà dân ba xà lanh không comply xịt ăn xong comply chui lực thực chất chuẩn bị cả bà số mà là tết của sau này cáp sắp saiផលិតផលមិញអត់សតណាបាទល្អឥឡូវបងចង់ឲ្យអូនធ្វើជាត្រាប់ជាសัตว์ម្ដងអាចអត់អូនអាចអត់បាទសាច់តែលោកប្រធានដាក់បတ်បញ្ជាមកទេលោកបានមាត់បានកណាធ្វើត្រាប់សัตว์អាចអត់ចាំជំនាញញ៉ាំមកឥឡូវចេះបងចង់ឲ្យអូនក្រូចធ្វើត្រាប់សัตว์ជ្រូកបាទជ្រូកទេពកសោទាំងអូនលោកក្រូចធ្វើលោកធានចាំស្ដាប់ជ្រូកម៉ាវតែជ្រូកយំចឹងមែនទេឆ្មាវាទើជ្រូកវាដេកបាត់ហើយជ្រូកអត់យំទេឆ្មាបានយំជ្រូកកាន់ជាងឆ្មាហ៎មែនទេជ្រូកដេកបាត់ហើយហ្នឹងជ្រូកអត់យំទេអូនតោបាទចេះធ្វើអីគេខ្ញុំចេះច្រៀងកំ pl ែងគាត់ច្រៀងកំ pl ែងបត់មើលពូមកទៅដប់អត់ឈប់គាត់ជីហួសភ្លើងងាស្តាប់ហើយបើពូមកទៅដប់អត់ឈប់គាត់ជីហួសភ្លើងស្តាប់ហើយប៉ូលីសហៅខាត់គាត់អត់តអីឆ្លើយប៉ូលីសហៅខាត់គាត់អត់តអីឆ្លើយព្រោះនាងកាយទៅព្រឹកគាត់ឆ្លើយយ៉ាងនេះឡើយមកអេមដឹងតែជាប់ស្អាតនៅក្នុងសិល្បៈណោះចោអូនវិញបាទបងឲ្យខ្ញុំធ្វើសលេងអីជ្រូកគេធ្វើហើយឆ្កែបងនេះមិនសលេងខ្ញុំទេណាបងឥឡូវចេះបើចង់ឲ្យអូនធ្វើឆ្កែត្រូវមកដបងធ្វើមិនហីបាទឆ្កែមានត្រូវមកដបងត្រូវ5ដបងឆ្កែក្បែរងាប់ឆ្កែឃើញខ្មោចឆ្កែឃើញមនុស្សគឺវាមានសលេងខុសគ្នាវាមាន concept ខុសគ្នាបងណាបាទខ្ញុំដើរ research មើលអស់ហើយឆ្កែទូទាំងប្រទេសហ៎បើសិនគេមានប្រឡងធ្វើសម្លេងឆ្កែអាស៊ានខ្ញុំប្រឡងជាប់លេខ1ហើយមើលទៅនោះល្អបាទលោកប្រធានមើលថាឆ្កែយើងត្រូវមកដេកមាត់ផ្លូវយើងទាត់មួយជើងណាបងនេះលបងណាលោកប្រធានណាបាទវាសលេងចេះឆ្កែសតមកល្អចា5ជើងមកចា5ជើងអា5ជើងបងអានឹងឈឺខ្លាំងបង5ជើងខ្លាំងធ្ងន់បាទឈឺខ្លាំងវាស្រែកចេះបងអានេះបើសិនដាក់ឲ្យដេកដីដូចមកចុះអាចិត្តខ្សែអូនអាចិត្តខ្សែអាក្បែរងាប់បងហ្នឹងក្បែរងាប់ហ្នឹងដេកធ្ងោអាហ្នឹងតបតាក់តងទៅដេញខាងចក្រុលគល់ចក្រីល្មៀតអីបងបាទតាក់តងទៅខាងនោះហេនិយាយវាពិសេសសម្លេងបាទឆ្កែវាធ្ងោវាខុសស្ទីលពីអាមេរិកកាំងមកណាអាមេរិកកាំងវាអានោះអត់ទេឆ្កែខុសគ្នាបងណាល្អឆ្កែទៅចាឥឡូវបើខ្លាំងធ្វើអាវាងាប់ហើយវាយំមិនងាប់ហើយបាទងាប់ហើយអត់មានយំកើតទេបងណាដាំទឹកកោសទៅបងចេះការមកទេពកសលរបស់បងអូនគឺល្អទាំងអស់បាទឥឡូវបងអូនទាំងអស់គ្នាត្រៀមខ្លួនយើងនឹងបង្កើតកម្មវិធីឲ្យម្ចាស់ក្រុមហ៊ុនគេទិញក្រុមហ៊ុនរបស់យើងទៅផ្សព្វផ្សាយអំពីផលិតផលថ្មីរបស់គាត់ឲ្យអតិថិជនគេបានស្គាល់អញ្ចឹងយើងទាំងអស់គ្នាត្រូវបង្កើត proposal plan មួយបាទដើម្បីយកទៅ present ឲ្យ client បាទយល់បើកាលណាកម្រងការងារយើងបានល្អពេលនោះ client នឹងទិញបើកាលណា client ទិញគេទៅសើក្រុមហ៊ុនរបស់យើងនឹងបានប្រាក់ចំណូលយ៉ាងច្រើនជាទីបំផុតយល់ហើយការងារនេះបងគិតថាបងនឹងចំបង្កើតជា2 option បាទហើយ option ទី1គឺបងឲ្យអូនក្រូចមកតោជាប់ហើយយើងជាប់ហើយខ្ញុំoption ទី2បងប្រគល់ឲ្យពាក់មីអញ្ចឹងការងារទាំងអស់នេះគឺបងប្រគល់ឲ្យលេខារបស់បងខ្វះខាតកន្លែងណាអូនសួរលេខារបស់បងណាបងជួបគេនៅសាំងហ្វ្រាន់ស៊ីស្កូសហរដ្ឋអាមេរិកផ្លែតបាទបងបាទសូមមកផ្លែតលោកប្រធានបាទសូមជម្រាបសរសើរលោកប្រធានចេះលោកប្រធានមានភាសាមកសាច់ទឹកមាត់ល្អណាស់សួរថាយើងនេះដៃ4ជើង4ទៅខ្លាចជើង1ដៃ2ទេក៏ខ្លាចស្អីរត់តាន់យើងហើយនិយាយចឹងបងទាំងអស់គ្នាយល់ពីការងារលោកប្រធានខ្ញុំប្រាប់ហ្នឹងហើយញ៉យល់ហើយចាចឹងបើមានកន្លែងណាឆ្ងល់ចាំសួរខ្ញុំទៅធ្វើការនៅខាងក្រោយណាបាទចាខំប្រឹង
ប្រៃឡើងបងខាងនេះកុំភ័យយូណែព្រមហ่ะកធ្វើមិនវាអីទេហីអូចាប់ដើមធ្វើមនុស្សអន់ចឹងយើងចាំចិត្តដល់ថ្ងៃចាំធ្វើមកដៅផឹកសិនចាំថ្ងៃសៅរ៍ចាំធ្វើហ្មងដៃ4ជើង4ទៅធ្វើអីឥឡូវមកធ្វើទៅនេះខ្លាចធ្លាក់កាឡាអន់មកទៅផឹកសិនទៅផឹកថៃថាទៅយើងមិនឈឺតែទេញ៉ៃញ៉ៃជាអាលលាយម៉ាត់ឡូវគេហើយទៅក្នុងវិញចឹងទៅច្រឡំថាឆ្វាអូវ៉ាលីឡូមិនមែនទេខ្ញុំបាទប្រធានក្រុមហ៊ុនផលិតផលនាំចេញនាំចូលលំដាប់ពិភពលោកអន្តរជាតិអូខេខ្ញុំមិនទៅជេរនិយាយខ្មែរប៉ុន្មានទេខ្ញុំនិយាយបានតិចបើជេរមកអត់ឈ្នះខ្ញុំទេរៀនតាមក្មេងខ្ញុំមកប្រទេសខ្មែរមកនាំផលិតផលយកឲ្យកន្លែងអានគេធ្វើផ្សព្វផ្សាយរបស់ខ្ញុំឲ្យគេទទួលស្គាល់របស់ខ្ញុំហើយកុំឲ្យខាតជើងយន្តហោះខ្ញុំដាក់ពងទាកូនមក3យន្តហោះអូខេមកដល់ចិត្តប្រទេសកម្ពុជាចង្រៃអីចំថ្ងៃវិញញ័រហៅពេញមេឃអូទំរាំចាប់បានវាคล้ายទៅជាคล้ายស្រាអស់ហើយលិនអូថ្ងៃហ្នឹងដល់មកប្រជុំអូហៅបុគ្គលិកទាំងអស់ដើម្បីធ្វើការagency គេមកដើម្បីរាយការណ៍របាយការណ៍ឲ្យខ្ញុំអំពីការងាររបស់ខ្ញុំចឹងខ្ញុំនៅចាំកន្លែងនេះហើយលោកតើនៅណានេះអត់មានការងារទៅបានមកតិចទេនេះតើវាជិះនៅណាទើបបានមកកណាត់ទេនេះដល់ថ្ងៃបាត់ហើយគ្រូហើយណាបានអញមកប្រាក់កណ្ដាលដាក់ចូលគ្នាទៅមកទើបមកវិញកន្លែងគេធ្វើការដាក់ជាអាងាប់ម៉ាត់ឡើអូ hello បាទអូសួស្ដីល្អអូជំរាបសួរល្អបាទអូខេខ្ញុំប្រជុំអ្នកទាំងអស់គ្នាមកជួបជុំគ្នាហើយបាទលោកធានអូខេចឹងលោកចាំស្ដាប់ខ្ញុំចង់ដឹងអំពី proposal plan អំពីការបូកសរុបរៀបចំគម្រោងឲ្យខ្ញុំដើម្បីធ្វើកម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្ញុំបាទអរគុណលោកប្រធានអូខេតើលោកមានយោបល់យ៉ាងណាដែររៀបគម្រោងយ៉ាងម៉េចខ្លះបាទអរគុណលោកប្រធានគឺថាដើម្បីតាំងផលិតផលរបស់លោកប្រធានដែលមានឈ្មោះល្បីល្បាញហ្នឹងគឺថាខ្ញុំបានរៀបចំជាប្រគំតន្ត្រីខ្នាតយក្សសម្រាប់តាំងផលិតផលរបស់លោកដែលមានជាច្រើនប្រភេទនោះគឺថាខ្ញុំបានរៀបចំគម្រោងជា5ចំណុចលោកអូខេបាទទី1គឺខ្ញុំនិយាយអំពីទីតាំងគឺថាខ្ញុំបានទៅសិក្សាពីភូមិសាស្ត្រហើយក៏បានតាក់ទងទៅនឹងអាជ្ញាធរដែនដីសូមច្បាប់ដាក់ concert និងទីតាំងនោះផងដែរគឺថាមានទីធ្លាធំទូលាយមានផ្លូវធំសម្រាប់ងាយស្រួលក្នុងការធ្វើចរាចរណ៍ព្រមទាំងជាពិសេសគឺថាមានបង្គន់អនាម័យគ្រប់គ្រាន់បាទអូខេជិះលោកក្រូចបាទគម្រោងបែបណាដែរមានលោកមានអោស្វាយចន្ទទីណាក់ស៊ីនេះអញច្រឡំយកវិញអញកត់វិញបាទខ្ញុំឲ្យរៀបគម្រោងតើកន្លែងត្រូវដាក់ concert ខ្ញុំនៅឯណានិយាយទីតាំងមែនបងយេបាទទីតាំងបើនិយាយពីទីតាំងធំទូលាយអត់មានលឺហ្មងភ្នំស្រង់ដាក់ហ្នឹងហ្មងបាទវាមានព្រៃច្រើនដាក់ហ្នឹងហ្មងបាទនៅក្នុងព្រៃច្រើនហ្មងដាក់ស្មោចមើលដាក់ឲ្យស្វាមើលអត់ទេនៅហ្នឹងវាចិត្តផ្ទះបងប្អូនខ្ញុំផងលេងហ្នឹងឲ្យបងប្អូនលោកមើលទេបាទអូខ្ញុំមិនយល់ទេលោកពាមី
បាទចំណុចទី2លោកប្រធានគឺតានិយាយពីរឿងការប្រគំតន្ត្រីគឺថាខ្ញុំបានរៀបចំឲ្យមានជាបុរាណនិងសម័យ អូខេ ហើយតារាចម្រៀងគឺខ្ញុំរៀបចំឲ្យមានអ្នកល្បីខ្លះនិងអ្នកមិនសូវល្បីខ្លះជាពិសេសគឺថាខ្ញុំបានផ្ដល់ឱកាសឲ្យតារាចម្រៀងខាងផ្នែកពិការនឹងលោកបានបញ្ចេញសមត្ថភាពដើម្បីលើកទឹកចិត្តគាត់ដើម្បីឲ្យគាត់នឹងបានប្រាក់កម្រៃនិងមានទីផ្សារផងដែរបាទ អូខេ very good លោកគ្រូ បាទ អូខេ តារា